ធ្វើត្បិតតែសារ៉ាមិនទាន់បាននិយាយអីក៏ដោយតែម៉ៃខាគេបានឮសំឡេងនាងស្រែកហើយគេបានគិតថានាងប្រហែលជាមានគ្រោះថ្នាក់អ្វីមិនខានគេក៏បានប្រាប់ទៅកាន់ដេវីតឲ្យប្រញាប់ត្រឡប់ទៅស្វែងរកសារ៉ាភ្លាមចំណែកឯសារ៉ានេះវិញនាងត្រូវបានពួកចៅនោះគំរាមសម្លាប់តែនាងបានប្រាប់ពួកគេទៅវិញថាបើសិនជាពួកគេហ៊ានធ្វើអីនាងមែនពួកគេច្បាស់ជាត្រូវប្រុសស្នេហ៍របស់នាងសងសឹកវិញមិនខានពួកចៅឮដូចនោះពួកគេក៏បានសើចរួចប្រាប់សារ៉ាឲ្យហៅប្រុសស្នេហ៍របស់នាងមកដើម្បីពួកគេបានឃើញស្នាដៃរបស់គេផងពេលនោះស្រាប់ឡានរបស់គ្រូសាប្រោនបានមកដល់ពួកចៅគ្រាន់តែឃើញឡាននោះភ្លាមពួកគេហាក់មានការភ័យខ្លាចជាខ្លាំងដោយសារតែពួកគេដឹងថាឡាននោះគឺជាឡានរបស់អ្នកមានអំណាចបំផុតនៅក្នុងទីក្រុងពួកគេក៏បាននាំគ្នារត់ចេញអស់ទៅហើយដេវីតក៏បញ្ជាកូនចៅឲ្យដេញតាមចាប់ពួកគេរួចដេវីតក៏ដាំគ្រោកសារ៉ាហើយសួរនាងថាតើនាងមិនបានកើតអីទេមែនទេហើយសារ៉ាក៏បានឆ្លើយថាខ្ញុំមិនបានកើតអីនោះទេអគុណហើយដេវីតក៏បានតបវិញថានាងមិនបាច់អគុណខ្ញុំទេអ្នកដែលនាងត្រូវអគុណគឺបងប្រុសខ្ញុំទៅវិញទេពេលនោះសារ៉ាបានគិតក្នុងចិត្តថាតើពេលនេះនាងអាចមានឱកាសអាចបានជួបម៉ៃខោទេព្រោះម៉ៃខោគឺមិនដែលជួបជាមួយមនុស្សដែលមានឋានៈតូចជាងគេនោះទេគិតរួចនាងក៏បានសួរដេវីតតើលោកម៉ៃខោគឺនៅក្នុងឡានមែនទេថាមែនហើយសារ៉ាក៏បានដើរមកជិតឡានរបស់ម៉ៃខោរួចនាងក៏បាននិយាយអគុណចំពោះរឿងដែលគេបានជួយនាងនឹងធ្វើការណែនាំខ្លួនរបស់នាងទៅកាន់ម៉ៃខោព្រោះតែនាងមិនបានដឹងថាម៉ៃខោនិងអាស៊ីដែលជាប្រុសស្នេហ៍របស់នាងនោះគឺជាមនុស្សតែមួយនោះទេតែម៉ៃខាគេមិនហ៊ានឆ្លើយតបជាមួយសារ៉ានោះទេដោយខ្លាចនាងចំណាំសម្លេងរបស់គេបានដោយសារតែមិនឮការឆ្លើយតបសារ៉ាក៏បានសុំជួបគេដោយផ្ទាល់និយាយហើយនាងក៏បានទាញទ្វារបើកពេលនោះម៉ៃខាបានព្យាយាមបែរមុខចេញតែសំណាងល្អដេវីតបានរត់មកបិទទ្វារឡាននោះវិញធ្វើឲ្យសារ៉ាមើលឃើញត្រឹមតែនាឡិកាដែលគេពាក់ប៉ុណ្ណោះហើយសារ៉ាដឹងថានាឡិកានោះគឺជានាឡិកាដែលមានតែ10គ្រឿងប៉ុណ្ណោះនៅលើពិភពលោកពេលនោះដេវីតបាននិយាយថារឿងនេះវាជារឿងតូចតាចទេចឹងនាងមិនបាច់យកចិត្តទុកដាក់នោះទេនិយាយហើយសារ៉ាក៏បានលាពួកគេដើម្បីទៅក្រុមហ៊ុនរបស់នាងតែមុននឹងនាងចាក់ចេញពីទីនោះសារ៉ាបាននិយាយទៅកាន់ដេវីតថាកុំខ្វល់ពីការរើសអើងរបស់សង្គមអីយើងគួរតែធ្វើអ្វីដែលខ្លួនឯងអាចសប្បាយចិត្តចុះស៊ូឡើងសារ៉ានិយាយបែបនោះព្រោះតែថ្ងៃមុននាងបានយល់ច្រឡំថាដេវីតជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាដេវីតធ្វើកាយវិការតាមសារ៉ាទាំងដែលគេមិនដឹងថានាងចង់និយាយពីអ្វីនោះទេហើយគេក៏បានសួរម៉ៃខោថាហេតុអ្វីបានជាសារ៉ានិយាយពីអីប្លែកយ៉ាងនេះម៉ៃខោធ្វើពុតជាមិនដឹងរឿងហើយប្រាប់ឲ្យដេវីតបើកឡានចេញទៅចំណែកឯជាស៊ីកាយនៅវិញពេលបានឃើញសារ៉ាបានមកដល់រំហ៊ុនដោយសុវត្ថិភាពនាងហាក់មានការភ្ញាក់ផ្អើលជាខ្លាំងហើយប៉ារបស់នាងក៏ប្រាប់ឲ្យសារ៉ាអង្គុយក្បែរជាស៊ីកាតែនាងមិនព្រមហើយបែរជាយកទឹកតែទៅចាក់លើក្បាលរបស់ជាស៊ីកាទៅវិញធ្វើឲ្យលោកប៉ារបស់នាងនិងដាញ៉ែលខឹងនឹងសារ៉ាជាខ្លាំងហើយពួកគេក៏បានសួរពីមូលហេតុដែលនាងធ្វើបែបនោះសារ៉ាក៏បានប្រាប់ថាជាស៊ីកាបានបញ្ជាមនុស្សឲ្យទៅចាប់ខ្លួននាងនៅតាមផ្លូវតែជាស៊ីកាបានព្យាយាមប្រកែកថានាងមិនបានធ្វើនោះទេដោយដឹងថាលោកគីនដែលជាឪពុកនិងដាញ៉ែលជាមនុស្សដែលឈរនៅខាងជាស៊ីកាស្រាប់សារ៉ានាងមិនចង់និយាយពីរឿងនោះបន្តទៀតទេនាងបានត្រឡប់មកនិយាយពីការវិនិយោគទុនរបស់គ្រួសារប្រោនវិញដោយនាងប្រាប់លោកគ្រីនថានាងបានយកឈ្នះលើជាស៊ីកាហើយតាមលក្ខខណ្ឌជាស៊ីកាត្រូវតែចេញពីក្រុមហ៊ុនតែលោកគ្រីនបានបដិសេធហើយគេបាននិយាយថាគេគឺជាម្ចាស់ក្រុមហ៊ុននេះចឹងគេចង់ដកអ្នកណាមិនដកអ្នកណាគ្មានអ្នកណាអាចបញ្ជាគេបាននោះទេឃើញឪពុកនិយាយការពីខ្លួនដូចនោះជាស៊ីកាក៏ធ្វើពុតជានិយាយសុំទោសទៅកាន់សារ៉ាដោយទាញដៃរបស់នាងយកមកកាន់រួចនាងយកដៃរបស់សារ៉ាមកទះលើមុខរបស់នាងដើម្បីធ្វើឲ្យលោកគ្រីននិងដាញ៉ែលយល់ច្រឡំហើយខឹងនឹងសារ៉ាកាន់តែខ្លាំងតែពេលនោះសារ៉ាមិនត្រឹមតែមិនខ្វល់ពីសម្ដីរបស់អ្នកទាំងពីរនោះទេហើយនាងបានសួរជាស៊ីកាថានាងថាខ្ញុំវាយនាងមែនទេឥឡូវខ្ញុំនឹងវាយឲ្យនាងមើលនិយាយហើយសារ៉ាក៏បានទះជាស៊ីកាមួយដៃទៀតធ្វើឲ្យដាញ៉ែលកាន់តែខឹងនឹងនាងហើយសារ៉ាក៏បានទះដាញ៉ែលមួយកំភ្លៀងដែររួចនាងក៏បានលើកបោករបស់ដែលនៅលើតុដើម្បីជាការបញ្ចេញកំហឹងរួចក៏ដើរចេញពីទីនោះបន្តិចក្រោយមកលេខារបស់សារ៉ាបាននិយាយជាមួយនាងថាមើលទៅលោកប្រធានគ្រីនគឺមានចិត្តការពារជាស៊ីកាច្បាស់ណាស់ហើយបើនៅតែបែបនេះពួកគេច្បាស់ជារួមគ្នាដណ្ដើមយកអ្វីគ្រប់យ៉ាងរបស់អ្នកនាងមិនខានទេសារ៉ាបានគិតក្នុងចិត្តថាគឺមានតែការមានកូនប្រុសដើម្បីស្នងតំណែងនោះទេទើបពួកគេមិនអាចយកក្រុមហ៊ុនដែលជារបស់ម្ដាយនាងបាននិយាយហើយនាងក៏បានផ្ញើសារទៅកាន់ម៉ៃខលឲ្យឆាប់ត្រឡប់មកផ្ទះវិញហើយជួយបង្កើតកូនឲ្យនាងចំណែកម៉ៃខារ៉េនេះគឺគេកំពុងតែប្រជុំជាមួយបុគ្គលិករបស់គេនៅឯក្រុមហ៊ុនប្រោមពេលនោះជំនួយការបានប្រាប់ថាសារ៉ាបានផ្ញើសារមកម៉ៃខលក៏បានសួរជំនួយការថាតើសារដែលនាងផ្ញើមកនឹងនិយាយពីស្អីជំនួយការក៏បានបើកសំឡេងសារនោះដោយបញ្ចេញសំឡេងថា Baby ឆាប់មកផ្ទះហើយជួយបង្កើតកូនឲ្យអូនពាក្យនោះធ្វើឲ្យបុគ្គលិកទាំងអស់បានស្ដាប់ឮហើយនាំគ្នាសម្លឹងមកកាន់ម៉ៃខលហើយម៉ៃខលក៏បានធ្វើការរំសាយការប្រជុំនោះភ្លាមរួចក៏បានបន្ទោសទៅកាន់ជំនួយការថាមិនបានជាបើកសំឡេងសារនៅមុខបុគ្គលិកទាំងអស់បែបនេះជំនួយការក៏បានសុំទោសហើយម៉ៃខលក៏បានយកទូរស័ព្ទរួចទៅសារ៉ាថាតើអូននឹកបងមែនទេបងនឹងទៅផ្ទះវិញឥឡូវនេះនិយាយហើយគេក៏ដើរចេញតែបុគ្គលិកទាំងអស់ក៏បានយករឿងនោះមកនិយាយគ្រប់គ្នាហើយពួកគេបានធ្វើការរីកាដល់លោកស្រីប្រោននិងដេវីតធ្វើឲ្យពួកគេមានការត្រេកអរជាខ្លាំងបន្តិចក្រោយមកសារ៉ានិងម៉ៃខលបានមកដល់ផ្ទះហើយធ្វើសកម្មភាពផ្អែមល្ហែមតែពេលនោះសារ៉ាបានចាប់អារម្មណ៍ទៅលើនាឡិកាប្រុសអាស៊ីថានាឡិកាមួយនោះគឺដូចគ្នាទៅនឹងនាឡិការបស់ម៉ៃខលដែលនាងបានឃើញពីមុនពាក្យនោះធ្វើឲ្យអាស៊ីក៏គិតក្នុងចិត្តថាខ្ញុំមកផ្ទះលឿនពេកភ្លេចដោះនាឡិកាបាត់ទៅហើយខ្ញុំគួរបកស្រាយយ៉ាងម៉េចទៅសារ៉ាក៏បានសួរគេថាតើគេបានលុយពីណាទិញនាឡិកាមួយនេះព្រោះនាឡិកានេះគឺមានតែ10ប៉ុណ្ណោះអាស៊ីក៏តបវិញថានាឡិកានេះគឺនាឡិកាคล้ายៗទេបងទិញវាក្នុងតម្លៃតែ$9ប៉ុណ្ណោះសារ៉ានាងនៅតែសង្ស័យហើយនាងចង់ឲ្យអាស៊ីបញ្ជាក់ថាបើនាឡិកានោះคล้ายៗមែនអាស៊ីត្រូវតែទិញនាឡិកានោះឲ្យនាងឲ្យបាន10ដោយប្រកែកនឹងសារ៉ាមិនបានអាស៊ីក៏បានខលទៅដេវីតឲ្យទិញនាឡិកានោះឲ្យគេ10គ្រឿងឲ្យគេ
តែ David គេប្រកែកព្រោះគេដឹងថានាឡិកានោះមានតែ10គ្រឿងនៅលើលោកគឺពិតជាពិបាករកណាស់តែអាស៊ីគេមិនខ្វល់ពីរឿងនោះទេដោយគេបានចុចបិទទូរស័ព្ទរួចពួកគេទាំងពីរក៏បានចាប់ផ្ដើមសកម្មភាពបង្កើតកូនរបស់ពួកគេមួយរយៈក្រោយមកសារ៉ាបានទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យដោយលទ្ធផលនោះគឺនាងមានកូនភ្លោះដល់ទៅ3នាក់តែចៃដន្យថ្ងៃនោះជាស៊ីកាគេក៏បានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យនោះដែរហើយក៏បានឮថាសារ៉ាគឺពិតជាអាចមានកូនបានមែនដែលដំណឹងនោះគឺវាជាដំណឹងអាក្រក់សម្រាប់នាងព្រោះនៅពេលដែលសារ៉ាមានកូនបន្តវេននាងអាចនឹងយកក្រុមហ៊ុនរបស់ម្ដាយនាងមកគ្រប់គ្រងហើយនឹងដេញពួកគេទាំងគ្រួសារចេញជាមិនខានរឿងនោះធ្វើឲ្យជាស៊ីកាមានចិត្តមិនស្ងប់ហើយនាងក៏បានខលទៅប៉ារបស់នាងដើម្បីរកវិធីធ្វើយ៉ាងណាមិនឲ្យកូនរបស់សារ៉ាអាចកើតមកបាននោះទេលោកគីយ៉នក៏បានខលមកសារ៉ាភ្លាមដោយសុំឲ្យនាងទៅចូលរួមកម្មវិធីខួបកំណើតរបស់គាត់នៅពេលល្ងាចហើយពួកគេនឹងរៀបគម្រោងធ្វើបាបនាងនៅទីនោះតែសារ៉ានាងបានបដិសេធហើយលោកគីយ៉នបានរកលេសគំរាមនាងថាបើសារ៉ាមិនមកចូលរួមកម្មវិធីរបស់គាត់នោះទេពួកគេនឹងយកផ្លាកព្រលឹងរបស់ម្ដាយនាងទៅបោះចោលមិនខានឬដូចនោះសារ៉ានាងមិនអាចបដិសេធបានទេដោយនាងប្រាប់ថានាងនឹងទៅចូលរួមកម្មវិធីនោះតែពួកគេត្រូវតែឲ្យផ្លាកព្រឹងរបស់ម្ដាយនាងឲ្យមកនាងវិញពួកគេក៏បានយល់ព្រមចំណែកឯជាស៊ីកាឯនេះវិញពេលឮសារ៉ានិយាយរួចហើយនាងក៏បានគិតក្នុងចិត្តថាសារ៉ាបានធ្លាក់ចូលក្នុងហ្គេមដែលនាងបានរៀបចំហើយតែក្រោយពេលដែលជាស៊ីកាដើរចេញផុតអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យនោះក៏បានយកដំណឹងដែលសារ៉ាមានកូនភ្លោះ3ប្រាប់ដល់លោកស្រីប្រោននិងដេវីតធ្វើឲ្យពួកគេមានការរំភើបជាខ្លាំងដោយលោកស្រីប្រោនចង់ទៅជួបសារ៉ាភ្លាមនៅពេលនោះតែដេវីតបានប្រាប់គាត់ថានៅល្ងាចនេះគឺជាថ្ងៃកំណើតរបស់លោកគីនដែលជាឪពុករបស់សារ៉ាហើយកម្មវិធីនោះគឺគេរៀបចំនៅក្បែរក្រុមហ៊ុនរបស់គ្រួសារប្រោនផងដែរហើយសារ៉ានាងប្រកាសជាមកចូលរួមដែរហើយឮដូចនោះលោកស្រីប្រោនក៏បានប្រាប់ទៅដេវីតឲ្យរៀបចំអំណោយដ៏មានតម្លៃមួយឲ្យគាត់សម្រាប់ទៅចូលរួមកម្មវិធីខួបកំណើតនោះតែគោលបំណងពិតប្រាកដរបស់លោកស្រីប្រោនគឺគាត់គ្រាន់តែចង់ជួបអនាគតចៅប្រសារគាត់ប៉ុណ្ណោះបន្តិចក្រោយមកសារ៉ាក៏បានមកដល់ក្នុងកម្មវិធីនោះហើយនាងបានដើរដៃសម្ដៅទៅរកលោកគីននិងប្រពន្ធចុងដែលជាម្ដាយជាស៊ីកាដើម្បីទាមទារយកផ្លាកព្រលឹងរបស់ម្ដាយនាងតែពួកគេមិនបានឲ្យនាងភ្លាមទេដោយពួកគេមានបំណងចង់ឲ្យនាងនៅកំដរពួកគេលេងល្បែងឲ្យដល់ទីបញ្ចប់ពេលនោះដាញ៉ែលដែលជាប្តីរបស់ជាស៊ីកាបានមកដល់ដែរដោយគេបានយកអំណោយពេងគុជមួយជូនដល់លោកគីនដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះមានការកោតសរសើរពួកគេជាខ្លាំងហើយជាស៊ីកាក៏បាននិយាយឌឺដងពីប្រុសស្នេហ៍របស់សារ៉ាឲ្យគ្រប់គ្នាបានដឹងថាគេនោះគឺគ្រាន់តែជាប្រុសកំដរនៅតាមក្លឹបប៉ុណ្ណោះជាស៊ីកានិយាយរឿងនោះគឺដើម្បីឲ្យគ្រប់គ្នាសើចចំអកឲ្យសារ៉ានឹងចង់ធ្វើឲ្យនាងបាក់មុខស្រាប់ពេលនោះមានក្រុមអង្គរៈមួយក្រុមបានយកអំណោយជាច្រើនមកជូនលោកគីនដោយអំណោយនោះមានតម្លៃលើសអំណោយរបស់ដាញ៉ែលដល់ទៅ10ដងហើយពួកគេប្រកាសថាជាអំណោយមិត្តប្រុសរបស់សារ៉ាតែគ្មានអ្នកណាជឿពួកគេនោះទេព្រោះអ្នកទាំងអស់គ្នានៅទីនោះគិតថាអាស៊ីដែលជាប្រុសស្នេហ៍របស់សារ៉ាគឺគ្រាន់តែជាប្រុសកំដរនៅក្នុងក្លឹបធ្វើម៉េចនឹងអាចមានលុយទិញនៅរបស់ទាំងអស់នោះទៅសូម្បីតែសារ៉ាខ្លួនឯងក៏នាងមិនជឿដែរពេលនោះសារ៉ានាងមិនខ្វល់ពីរឿងទាំងនោះទេនាងចង់បានតែផ្លាកព្រលឹងរបស់ម្ដាយនាងប៉ុណ្ណោះពេលនោះជាស៊ីកាបានដកផ្លាកព្រលឹងនោះឡើងហើយបោះវាទៅលើដោយចិត្តណាចង់ឲ្យសារ៉ាមានគ្រោះថ្នាក់ចំណែកឯសារ៉ាវិញដោយខ្លាចផ្លាកព្រលឹងនោះធ្លាក់ដល់ដេកហើយខូចខាតនាងបានព្យាយាមរត់ទៅចាប់ផ្លាកព្រលឹងនោះរហូតធ្វើឲ្យពោះរបស់នាងបុកទៅនឹងទៅហើយដួលរហូតធ្វើឲ្យនាងមានធ្លាក់ឈាមទៀតផង